mấy với này con cho chân nhầm bông món ấy ai thôi chẳng con nhầm bàn với ở tận luận á hay nằm ở thiết là bông món nhầm chớn cứ lo mà sọc phim đây nó nằm nữa chắc ថ្ងៃនេះនេះខ្ញុំមកធ្វើពងមាន់ស្ងោរជាមួយស្លឹកតែបើសិនជាមានខុសឆ្គងកន្លែងណាសូមបងប្អូនកុំប្រកាន់អីដោយសារនេះខ្ញុំសាកល្បងធ្វើដែរទេព្រោះដោយសារធ្លាប់ញ៉ាំម្ដងយូរដែរហើយអញ្ចឹងណាឥឡូវហ្នឹងយើងអាចយកពងមាន់មកដាក់នៅក្នុងឆ្នាំងបន្ទាប់មកយើងអាចដាក់គ្រឿងតែម្ដងទៅបើសិនជាបងប្អូនគឺថាអត់ចង់ធ្វើបែបខ្ញុំទេបងប្អូនអាចយកទៅស្ងោរសិនទៅក៏បានដែរប៉ុន្តែនេះខ្ញុំសូមដាក់គ្រឿងតែម្ដងមានន័យថាយើងដាក់ពងមាន់នៅក្នុងឆ្នាំងហើយបន្ទាប់មកយើងដាក់ឈើអែមស្លឹកតែឬក៏ពោចកាក់នឹងដាក់គ្រឿងតែម្ដងទៅមានជាអំបិលកន្លះស្លាបព្រាប៊ីចេងបន្តិចហើយនិងស្ករស3ស្លាបព្រាបន្ទាប់ពីដាក់ស្ករស3ស្លាបព្រាហើយយើងអាចដាក់ទឹកចំនួន3ចានចង្កឹះឬក៏គេហៅថាដាក់ទឹកម្លិចពងមាន់ណាបងប្អូនហើយយើងអាចខំបន្តិចទៅដើម្បីឲ្យស្ងោរឆ្អិនសម្រាប់ការស្ងោរយើងអាចទុករយៈពេល15នាទីដើម្បីឆ្អិនសព្វព្រោះដោយសារបើសិនជាយើងដាក់ធំ5នាទីឯងខ្លាយទៅពេលដែលវាឆ្អិនអត់សព្វពេលដែលយើងយកមកគោះវាអាចនឹងហូរទឹកឬក៏បាយអីចឹងទៅអញ្ចឹងយើងអាចទុកឲ្យ15នាទីដើម្បីឆ្អិនសព្វល្អអញ្ចឹងណាបងប្អូនហើយយើងអាចត្រឡប់វារកប្រែវាតិចទៅដើម្បីឲ្យឆ្អិនសព្វអញ្ចឹងណាហើយឥឡូវនេះយើងអាចស្រង់ពងមាន់យកមកគោះបានហើយសម្រាប់ការគោះវិញបងប្អូនអាចគោះតិចតិចទៅបានណាកុំគោះខ្លាំងពេកអីព្រោះដោយសារអីយើងគោះដើម្បីឲ្យសបកវាគេហៅថាថត់តិចតិចមានធ្នេតិចតិចដើម្បីឲ្យទឹកដែលយើងស្ងោរបាញ់មិញដែលមានរសជាតិស្រាប់ហ្នឹងវាជ្រាបចូលទៅដល់ខាងក្នុងពងមាន់បានតែបើយើងអត់គោះទេវាអាចនឹងអត់មិនងាយជ្រាបរសជាតិចូលអញ្ចឹងណាចេះយើងអាចគោះមកល្មមទៅដើម្បីឲ្យវាឆាប់ជាតិឆាប់ចូលជាតិអញ្ចឹងណាបងប្អូនជួយយើងគោះវាមកល្មមទៅកុំឲ្យបែកខ្លាំងពេកអីបន្ទាប់ពីគោះយើងដាក់ចូលនៅក្នុងឆ្នាំងទឹកគេហៅថាទឹកតែយើងហ្នឹងយើងអាចបន្ថែមនៅទឹកស៊ីអ៊ីវចំនួន30%បន្ថែមទៀតដើម្បីឲ្យរសជាតិយើងកាន់តែឆ្ងាញ់ហើយវាឈ្ងុយបន្ថែមទៀតទៅបងប្អូនហើយសម្រាប់ការដែលយើងផ្សំគ្រឿងរួចរាល់អស់យើងអាចបន្តនៅការរំងាស់គេហៅថារំងាស់ឬក៏យើងបើកភ្លើងហឹមដើម្បីឲ្យរសជាតិនៃគ្រឿងដែលយើងបានផ្សំឬក៏ក្លិនតែហ្នឹងឬក៏ក្លិនជើងអែមដើម្បីជ្រាបចូលទៅដល់ក្នុងពងមាន់អញ្ចឹងទៅធ្វើឲ្យក្លិនវាកាន់តែឈ្ងុយហើយរសជាតិវាក៏ទៅតាមនឹងដែរអញ្ចឹងណាបងប្អូនប្រសិនបើបងប្អូនទុករយៈពេល1ម៉ោងទៅ3ម៉ោងរសជាតិរឹតតែឆ្ងាញ់ពងមាន់ញ៉ាំទាំងអស់នេះមើលថាតើរសជាតិបែបណាហើយសារទៅតែធ្វើលើកទី1ដែរទេអញ្ចឹងថារសជាតិវាយ៉ាងម៉េចដែរអញ្ចឹងណាដល់យើងមកសាកទាំងអស់គ្នាមើលពេលយើងអូយទឹកទៀតជាតិហ្មងកាន់ឈ្ងុយមកបរហាក់ឡើងដល់ឈ្ងុយតែបច្ចៈពងមាន់ហ្នឹងពេលដែលយើងត្រាំទឹកយើងស្ងោរវាអញ្ចឹងយើងត្រាំទឹកគ្រឿងវាហ្នឹងឲ្យបាន1ម៉ោងទៅបានញ៉ាំឆ្ងាញ់ណាងុយវាអូខេប្រៃផ្អែមឡំឆ្ងាញ់ញ៉ាំធ្វើលើកទី1អត់ប្រាជ័យទេ